មួយដែលលោកលើកឡើងថាទោះបីជាយើងមិនធ្វើអ្វីសោះក៏យើងគង់នឹងខ្លាយទៅជាជនរងគ្រោះវាគ្រាន់តែមិនទាន់ដល់ពេលវេលាអញ្ចឹងពេលនេះគឺយើងខ្ញុំនឹកឃើញមុនគេនៅពេលដែលនិយាយពីពូកែមលីហើយបើយើងឆ្លុះបញ្ចាំងទៅលើស្ថានភាពរបស់យើងបច្ចុប្បន្ននេះយើងឃើញថាអ្វីដែលគាត់លើកឡើងនោះគឺពិតហើយកំពុងតែកើតឡើងជារៀងរាល់ថ្ងៃបណ្ឌិតកែមលីគាត់បានទៅរៀនខ្ពស់ពីក្រៅដូច្នេះនៅពេលដែលគាត់និយាយពីស្ថានភាពនយោបាយសេដ្ឋកិច្ចបរិបទពិភពលោកឬក៏ច្បាប់ទម្លាប់មួយចំនួនមកគាត់នាំមកចំណេះដែលយើងអត់ដែលដឹងណាអញ្ចឹងទៅវាជួយខ្មែរយើងមានការផ្លាស់ប្ដូរមួយចំនួនព្រោះអ្នកនិយាយត្រង់ហ្នឹងគឺមិនសូវជាសម្បូរប្រមាណទេអ្វីដែលខ្ញុំចង់ចាំអត់ភ្លេចអំពីលោកពូកែមលីគឺវីរភាពភាពក្លាហានការលះបង់របស់គាត់ចំពោះសង្គមមួយនេះគាត់មិនមែនត្រឹមតែជាអ្នកវិភាគសង្គមប៉ុន្តែគាត់គឺជាអ្នករួតវាំងននខ្មៅដើម្បីឲ្យមហាជនបានដឹងបានឮអំពីបញ្ហាប្រឈមនានាដែលបានហើយនឹងកំពុងតែកើតឡើងគាត់តែនិយាយថាបើទោះបីជាអ្នកនិយាយអីក៏ដោយសូមឲ្យនិយាយនោះគឺនិយាយការពិតយើងហាក់បីដូចជានាំគ្នានិយាយការពារច្រើនជាងនិយាយការពិតចឹងសូមកុំនិយាយការពាររហូតដល់ថ្នាក់ការពិតលែងមានតម្លៃលោកបានលើកឡើងថាបើចង់សម្រាប់ខ្មែរមិនពិបាកទេមិនបាច់ប្រើអាវុធទេគ្រាន់តែឲ្យខ្មែរឈប់ស្រឡាញ់គ្នាឆ្លោះគ្នារាល់ថ្ងៃទៅគឺគ្រប់គ្រាន់ហើយសារនេះវាបញ្ជាក់ប្រាប់ឲ្យពួកយើងទាំងអស់គ្នាយ៉ាងម៉េចថាបើសិនបើយើងអត់មានសាមគ្គីភាពជាធ្លុងមួយទេសង្គមយើងនឹងងាយបែកបាក់នៅខាងក្នុងហ្នឹងពោះលោកបណ្ឌិតកែមលីដែលគាត់ជាវាគ្មិនមួយដែលបងប្អូនជាបរិវត្តទូទាំងប្រទេសទទួលស្គាល់ថាជាទស្សនវិស័យដែលច្បាស់លាស់បាទដែលកើតចេញពីការសិក្សាពិតប្រាកដអញ្ចឹងរាល់ការពិភាក្សារបស់គាត់មើលទៅហាក់ដូចជាឃើញជាក់ស្ដែងពិតប្រាកដពួកឲ្យជាប្រវត្តិយើងមានការញាក់រលឹកណាពេលដែលខ្ញុំនឹកទៅដល់លោកពូកែមលីខ្ញុំតែងតែនឹកទៅដល់សកម្មភាពដែលគាត់បានចុះទៅសហគមន៍បានទៅជួបប្រជាពលរដ្ឋចាស់ហើយគាត់ទៅបញ្យល់ណែនាំពីទស្សនវិជ្ជាជាក់ស្ដែងនៃសង្គមហើយពាក្យជួទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀតពាក្យហ្នឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានលើកទឹកចិត្តគ្រប់ពេលវេលាបើទោះបីជាខ្ញុំស្ថិតនៅក្នុងកលៈទេសៈបែបណាក៏ដោយមរណភាពរបស់លោកបណ្ឌិតកែមលីយើងមើលឆ្នាំ2016ជាងរហូតដល់ឆ្នាំ2026នេះបាទយើងមើលទៅឃើញថាមិនទាន់មានគេថាទទួលភាពយុត្តិធម៌ចំពោះគាត់ទេសម្រាប់យុត្តិធម៌របស់ពូកែមលីបើទោះបីជាយើងគ្មានសង្ឃឹមនឹងមិនមានពន្លឺថាយើងនឹងទទួលបានយុត្តិធម៌ឲ្យគាត់ឆាប់នេះប៉ុន្តែយើងមិនបោះបង់គូចំហរបស់យើងនៅក្នុងការទាមទារយុត្តិធម៌សម្រាប់គាត់ឡើយការស្វែងរកយុត្តិធម៌ចំពោះលោកពូកែមលីខ្ញុំយល់ថាទាំងលោកពូកែមលីនិងក្រុមគ្រួសាររបស់គាត់នៅពុំទាន់ទទួលបានយុត្តិធម៌ពេញលេញនៅឡើយទេចា៎បងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចាំថាបើយើងបណ្ដោយឲ្យរឿងអយុត្តិធម៌សង្គមកើតឡើងនៅពីពេញសង្គមរបស់យើងបើទោះបីជាយើងមិនហ៊ាននៅក្នុងការលើកឡើងឬក៏ទាមទារការពីយុត្តិធម៌ទាមទារឲ្យមានដោះស្រាយបញ្ហាអយុត្តិធម៌សង្គមទាំងអស់ហ្នឹងក៏មុននឹងក្រោយគង់ទៅដល់វេនយើងទេបើសិនបើយើងគោរពទៅលើលោកកែមលីបាត់ប្រកបណាជាជាងគ្រាន់តែនឹកឃើញតែឈ្មោះគាត់ឬក៏គ្រាន់តែយកពីគាត់មកសូត្រប៉ុន្តែយើងមើលអំពីដំណើររបស់គាត់កែមលីគាត់រៀនច្រើនណាគាត់ជាមនុស្សដែលមិនរៀនតែក្នុងកពតនេះឯងទេគាត់តែរៀនពីគេពីឯងពីលោកខាងក្រៅណាយើងគួរតែរៀនអញ្ចឹងព្រោះកាលណាខ្មែរយើងរៀនតិចតួចពេកយើងមិនឈ្នះគេទេដូចប្រទេសយើងឥឡូវកំពុងតែប្រជែងជាមួយនឹងបរទេសអញ្ចឹងណាការរៀនសូត្រច្រើនដូចគាត់អញ្ចឹងទៅជារឿងល្អការដែលមើលឃើញគ្នានៅក្នុងពណ៌ផ្សេងគ្នាមិនបានជួយជាប្រយោជន៍នៅក្នុងការដែលយើងកសាងជាតិរបស់យើងឡើយទាំងអស់គ្នាអាចចូលរួមកសាងប្រទេសនៅក្នុងនៃមួយដែលមិនមានអ្នកណាម្នាក់ហ្នឹងហត់តែមួយក្រុមឬមួយក៏មានអ្នកណាម្នាក់ហ្នឹងកេងប្រវ័ញ្ចយកតែមួយក្រុមប៉ុន្តែគឺយើងទាំងអស់គ្នារំកល់ផលប្រយោជន៍ជាតិជារួមខ្ញុំសង្ឃឹមថាការលះបង់របស់លោកពូកែមលីនិងសកម្មជនផ្សេងៗដទៃទៀតនឹងបានជះឥទ្ធិពលវិជ្ជមានសម្រាប់អ្នកទាំងអស់គ្នាក្នុងការបន្តដំណើរទៅមុខទៀតបើទោះបីជាអ្នកមិនបានធ្វើនៅអំពើអយុត្តិធម៌ក៏ដោយប៉ុន្តែបើសិនជាអ្នកឈើអោបដៃមើលនៅអំពើអយុត្តិធម៌កាន់តែរីករាលដាលនៅក្នុងប្រទេសកម្ពុជាវាប្រៀបដូចជាអ្នកបានចូលរួមបង្កើនភាពអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាដូចគ្នាដែរធ្វើយើងអ្នកក្រីក្រយើងកុំត្រូវជិលច្រអូសនឹងភាពខ្លាចតែមួយថាយើងតស៊ូបានន័យថាយើងបើយើងហត់យើងអង្គុយហើយផុតពីអង្គុយយើងនឹងដើរទៅមុខទៀតទោះបីមិនលឿនប៉ុន្តែយើងដល់គោលដៅបាទពាក្យសម្ដីគាត់នឹងធ្វើឲ្យប្រជាពលរដ្ឋក្នុងសហគមន៍មានថាការតស៊ូវាមិនសាបសូន្យទេបាទ